ទស្សនិកជនជាទីគោរពនឹងជាទីមេត្រីនេះគឺជាចំណេះដឹងដ៏សំខាន់មួយពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុហើយជាពិសេសសម្រាប់យុវជនបងប្អូនប្រជាប្រដ្ឋទូទៅគួរតែសិក្សាស្វែងយល់មូលបត្រមិនមែនជារឿងដែលថ្មីទេសម្រាប់កម្ពុជាក៏ប៉ុន្តែយើងទទួលស្គាល់ថាការយល់ដឹងការផ្សព្វផ្សាយទោះបីជាប្រឹងផ្សព្វផ្សាយតែបងប្អូនមិនដឹងថាគាត់បន្តស្វែងយល់កម្រិតណាតែថ្ងៃនេះយើងនឹងរំលេចបន្ថែមចំណេះដឹងយើងតែនិយាយថាផ្សារមូលបត្រផ្សារហ៊ុនឬក៏គួរតែចូលរួមនៅក្នុងផ្សារហ្នឹងដើម្បីបានផលចំណេញជឿថាបងប្អូនក៏ចង់ប៉ុន្តែចង់ដោយមិនដឹងអំពីចំណេះដឹងហ្នឹងប្រកាសជាមិនហ៊ានសម្រេចចិត្តទេអញ្ចឹងថ្ងៃនេះវាគ្មិនកិត្តិយសរបស់យើងដែលជាអ្នកជំនាញគឺអុកញ៉ាំរិទ្ធគំហៀងជាក្រុមប្រឹក្សាពិបាលនៃបរិយាវិមានសំណាងគឺជាក្រុមហ៊ុនមួយដែលបានឈានជើងចូលទៅក្នុងផ្សារភាគហ៊ុនដ៏ធំឬផ្សារមូលបត្រដ៏ធំមួយជាសាធារណៈហើយលើកដំបូងទៅទៀតអញ្ចឹងថ្ងៃនេះលោកនឹងបន្ថែមលើចំណេះដឹងថាតើហេតុអីបានជាសាធារណជនគួរតែចូលរួមនៅក្នុងវិស័យនេះបានផលចំណេញបែបណាត្រូវរៀនសូត្រអីខ្លះត្រូវត្រៀមបែបណាខ្លះអញ្ចឹងកុំឲ្យខាត់ពេលយូរសូមតាមដានទស្សនានៃការជជែកវិភាសាសូមជម្រាបសួរអង្គញាំបណ្ឌិតចា៎បាទវាសួរដល់វ៉ាន់បាទអរគុណជាថ្មីសម្រាប់ការចូលរួមចែករំលែកពីព្រោះតាមវគ្គមុនឬក៏ប្រធានបទមុនលោកបានបង្ហាញអំពីសក្តានុពលភាពពិសេសដែលមូលហេតុរបស់ក្រុមហ៊ុនចូលក្នុងនាមជាក្រុមហ៊ុនបោះផ្សាយលក់ផ្សារមូលបត្រជាសាធារណៈអញ្ចឹងចង់ឲ្យដឹងថាហេតុអីបានជាប្រជាពលរដ្ឋលោកគួរតែយកលុយខ្លះដែលគាត់មាននៃការចាត់ចែងទូទៅឲ្យមកវិនិយោគមកចូលរួមនៅក្នុងផ្សារហ៊ុនបាទជាបឋមខ្ញុំបាទសូមជម្រាបសួរសម្ដេចទ្រង់ឯកឧត្តមហើយទស្សនិកជនទាំងអស់ដែលកំពុងទស្សនាកម្មវិធី BTV ដែលមានកញ្ញាដាវ៉ាន់ជាវិធីការនេះហើយសំណួរនេះខ្ញុំសូមបញ្ជាក់ថាវាគឺជាពេលវេលាមួយដែលប្រជាជនកម្ពុជាយើងមិនអាចទុកលុយនៅទីនេះបានទេខ្ញុំអាចនិយាយថាប្រជាជនកម្ពុជាយើងនរណាក៏មានលុយដែរវាមិនច្រើន10 20ដុល្លារ10,000អញ្ចឹងលុយខ្មែរណាមានថាម្នាក់គឺមានលុយហើយប៉ុន្តែបើសិនជាលុយហ្នឹងគឺវាអត់ធ្វើចលនាទេវានៅក្នុងអប៉ៅវានៅក្នុងកន្លែងមួយណាអត់ធ្វើចលនាអញ្ចឹងដោយសារតែផ្សារហ៊ុនយើងគឺវាល្អវាល្អមែនទែនប៉ុន្តែដោយសារតែការផ្សព្វផ្សាយវាមានកម្រិតហើយម្យ៉ាងប្រជាជនយើងគាត់របស់ថ្មីគាត់មិនសូវជាស្រាវជ្រាវបើស្រាវជ្រាវវាទៀមទានៅការស្រាវជ្រាវហើយត្រូវការប្រើភាសាអង់គ្លេសច្រើនដែរអញ្ចឹងស្រាវជ្រាវប៉ុន្តែខ្ញុំមើលយោបល់ខ្ញុំណាប្រសិនបងប្អូនមានលុយគឺមិនគួរឲ្យលុយនឹងទំនេរអ្នកខ្លះគាត់ថាគាត់ចង់ទិញអីបើគាត់អត់លុយខ្ញុំសួរថាអានេះយើងនិយាយពីលក្ខមួយជាមួយមនុស្សជាច្រើនណាលើល្ងាចមិនចឹងមានម្នាក់ហ្នឹងគាត់មកសួរខ្ញុំតែគាត់ថាបងខ្ញុំឃើញបងឯងឡើងផ្សារហ៊ុនខ្ញុំចង់ទិញបើខ្ញុំអត់មានលុយចាហើយខ្ញុំសួរតាមត្រង់ថាមើលបងឯងរងថ្ងៃធ្វើអីគាត់ថាខ្ញុំធ្វើការបងខ្ញុំជាវិស្វករប្រាក់ខែខ្ញុំ2500ខ្ញុំសួរចុះមួយខែចាយអស់ប៉ុន្មានចាយសល់ប៉ុន្មានគាត់ថាមួយខែបើសិនជាមិនពេលប្រហែលទេអាចសល់បាន150 200ប៉ុន្តែខែខ្លះក៏មានខ្លះជប់លៀងទៅឬចង់ថាផឹកស៊ីខ្លះទៅវាអស់ខ្ញុំថាល្អបើយោបល់ខ្ញុំក្នុងនាមជាអ្នកដើរមុនដឹងរឿងច្រើនជាងខ្ញុំប្រាប់យោបល់ថាបងឯងបើខែ500បើសិនជាបងឯងសន្សំក្នុងមួយខែ100យក100ហ្នឹងអូនឯងទិញហ៊ុនទៅក្នុងផ្សារហ៊ុនកម្ពុជាយើងមានច្រើនក្រុមហ៊ុនដូចជា13 14ក្រុមហ៊ុនដែរ10ជាក្រុមហ៊ុនជាងបងឯងមើលថាក្រុមហ៊ុនមួយដែរបងឯងស្រឡាញ់ហើយពេញចិត្តទី1ដើម្បីទិញហ៊ុនគឺបងឯងត្រូវទី1ត្រូវស្ដឹងថាក្រុមហ៊ុនណាជាម្ចាស់ស្រាវជ្រាវ5បងឯងសល់សំលុយក្នុងមួយខែ100ហ្នឹងបងឯងយក$20ទិញមួយក្រុមហ៊ុនហ្នឹង$20ទិញឲ្យបាន5ក្រុមហ៊ុនធ្វើអញ្ចឹងរាល់ខែនិយាយថាគឺខែណាសម100ទិញ100ខែណាសម150ទិញ150បើសិនបងឯងធ្វើអញ្ចឹងតែ6ខែគឺបងឯងនឹងមានទម្លាប់មួយទម្លាប់ចេះសន្សំលុយតាមរយៈការទិញហ៊ុនអាហ៊ុនហ្នឹងគឺជាទ្រព្យសម្បត្តិជាទ្រព្យសម្បត្តិដែលអាចឲ្យផ្ដល់ចំណេញយើងរៀងរាល់3ខែ6ខែមួយឆ្នាំគេចែកលុយចំណេញហើយហ៊ុនយើងឡើងថ្លៃថ្ងៃក្រោយទៅគឺយើងមានដោយមិនដឹងខ្លួនមិនអាចថាមានខ្លាំងប៉ុណ្ណាប្រយើងនឹងមានលំនឹងហិរញ្ញវត្ថុមួយដោយមិនដឹងខ្លួនតាមរយៈការសន្សំលុយក្នុងមួយខែ100 200នៅក្នុងផ្សារហ៊ុនធ្វើយ៉ាងម៉េចទៅប្រជាពលរដ្ឋអាចដឹងខ្លួនឯងមានលទ្ធភាពមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការចូលផ្សារហ៊ុនបែបនេះបើសិនជាចង់ដឹងលទ្ធភាពគឺមានបុគ្គលនីមួយគឺគ្រប់គ្រងលើការចំណាយខ្ញុំនិយាយថាអ្នកមានទាំងអស់គឺមិនត្រូវការសន្សំចៃប៉ុន្តែមនុស្សដែលមិនចេះសន្សំចៃគឺមិនអាចខ្លាចជាអ្នកមាន30ឆ្នាំមុន20ឆ្នាំមុននៅឃើញតែជនជាតិបរទេសដែលហៅថាស្បែកសមកលេងសក់ខ្មែរគាត់មកសក់ខ្មែរយើងមើលគាត់ដើរតែលេងអត់មានរ៉ូស៊ីអត់ធ្វើទាំងអស់បានលុយមកប៉ុណ្ណាគាត់មកសក់ខ្មែរគាត់ចូលនិវត្តន៍គាត់មិនធ្វើការរ៉ូស៊ីប៉ុន្តែគាត់មានហ៊ុននៅក្នុងក្រុមហ៊ុនធំគាត់មាន10 20ក្រុមហ៊ុនដែលគាត់ទិញ share គេទិញហ៊ុនគេហើយក្រុមហ៊ុនហ្នឹងចែកផលចំណេញគាត់ក្នុង3ខែ6ខែគាត់ចាយលុយហ្នឹងគាត់ចាយលុយឲ្យហ៊ុនគាត់នៅដដែលទៀតដើមគាត់នៅដដែលដើមគាត់នៅដដែលហើយដើមគាត់កើនឡើងទៀតភាគហ៊ុន share កើនឡើងនៅចំនួននៅដដែលតម្លៃហ៊ុនកើនឡើងហើយបានចំណេញរៀងរាល់3ខែ1ខែ6ឆ្នាំច្រើនក្រុមហ៊ុនគេចាយជាប្រចាំណាអញ្ចឹងយកលុយចាយអានោះហើយដែលអឺរ៉ុបគេដើរលេងគេមានសេរីភាពហិរញ្ញវត្ថុ ធ្វើ
ព្រោះយ៉ាងម៉េចទៅយើងអាចធានាអះអាងថាឲ្យតែចូលហ៊ុនដឹងតែបានផលចំណេញតើអាចនឹងមានបញ្ហាប្រឈមនឹងហានិភ័យអីខ្លះដែលយើងត្រូវតែពិចារណាមុននឹងឈានចូលបើនិយាយថាមានបញ្ហាអត់គឺវាទៅតែមានវាមិនអាចថា0រិះបានទេប៉ុន្តែក្រុមហ៊ុនដែលចូលសារហ៊ុនបានមានថាគាត់ត្រូវបាន scan ដោយនិយត្តកម្មបាត់កម្ពុជានិងផ្សារហ៊ុនហើយចំណូលចំណាយចំណេញខាតគឺបើកចំហជើងមេឃឲ្យអ្នកដែលវាទុនមើលបានវាខុសពីក្រុមហ៊ុនជាទូទៅគឺចូលបានអត់ដឹងឯងចាយមកអត់ដឹងស្អីអត់ដឹងឯងប៉ុន្តែក្រុមហ៊ុនសារហ៊ុនគឺចូលបានប្រមាណបើកចំហចេញប្រមាណចេញទៅលើអីបើកចំហខាតប្រមាណចេញប្រមាណបើកចំហអញ្ចឹងបើហានិភ័យសម្រាប់នយោបាយទុនគឺវាតិចវាមានប៉ុន្តែសង្ឃថាវាតិចបំផុតណាហើយនៅពេលដែលយើងទិញសហហ៊ុនគឺយើងទិញទៅលើក្រុមហ៊ុនណាដែលយើងស្គាល់ម្ចាស់ច្បាស់យើងស្គាល់ប្រវត្តិក្រុមហ៊ុនច្បាស់យើងដឹងថាក្រុមហ៊ុនចង់ធ្វើអីច្បាស់បានយើងទិញអញ្ចឹងទិញគឺជាជំរើសល្អដែលខ្ញុំនិយាយសូមទិញក្រុមហ៊ុនណាដែលយើងស្គាល់ច្បាស់បាទយើងស្គាល់ច្បាស់យើងទិញទៅវាមិនសូវខុសចឹងនិយាយប៉ុន្តែអាចអាហានិភ័យដែលលោកបណ្ឌិតបានបង្ហាញនឹងអាហានិភ័យអាចលើកជាឧទាហរណ៍ថាវានឹងអាចដួលវានឹងអាចខាតវានឹងអាចបាត់បង់ប្រភពដើមរបស់អ្នកវិនិយោគដែលជាសាធារណជននឹងដោយសារកត្តាអីខ្លះដែលអាចជាធ្លាប់ជាបទពិសោធន៍មកកន្លងមកជាបទពិសោធន៍នៅក្នុងផ្សារហ៊ុនហ្មងបើថាឲ្យទិញហ៊ុនឲ្យខាតវាអត់ខាតប្រសិនបើយើងមិនលក់ធ្វើម៉េចបើបានលក់ធ្វើម៉េចបានផលចំណេញធម្មតាយ៉ាងខ្លីជាឧទាហរណ៍យើងទិញហ៊ុនក្រុមហ៊ុនមួយ100ហ៊ុន1ហ៊ុន$1ចាអញ្ចឹងគេធានាយើងចំណេញ5-6% គឺយើងតែយកលុយចំណេញទៅហើយនៅពេលដែលក្រុមហ៊ុនហ្នឹងមួយហ៊ុនហ្នឹងវាឧទាហរណ៍ថាវាមានសង្គ្រាមវិបត្តិសេដ្ឋកិច្ចឡុកដោនប្រទេសអាហ្នឹងដឹងតែវាធ្លាក់ហើយវាធ្លាក់ពេលមួយរៀលមកសល់30សេនឬក៏50សេន70សេនបើយើងមិនលក់អាហ៊ុនយើងនៅដែរយើងអត់លក់វាខាតទេចុះបើយើងត្រូវការលុយអាហ្នឹងបើសិនជាយើងត្រូវការលុយគឺយើងលក់វាត្រូវតែខាតប៉ុន្តែបើយើងមិនលក់ហ៊ុនយើងទៅដែរប៉ុន្តែបើសិនជាវាឡើងពី1រៀលឡើងដល់1រៀល2កាក់3កាក់1រៀលកន្លះយើងលក់យើងចំណេញនៅពេលដែលប្រទេសមួយមានបណ្ដាវិស័យឯកជនក្រុមហ៊ុនធំឈានចូលទៅក្នុងផ្សារនៃការបោះផ្សាយលក់មូលបត្រជាសាធារណៈបែបនេះវាបង្ហាញពីសញ្ញាណបែបណាហើយចង់ឲ្យលោកអគ្គបណ្ឌិតបង្ហាញជាឧទាហរណ៍នៃប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដែលគេកំពុងតែដើរនៅលើវិថីមួយនេះនៅក្នុងប្រទេសកម្ពុជាយើងរហូតដល់ពេលបច្ចុប្បន្នហ្នឹងតាមរបាយការណ៍ថ្មីថ្មោងហ្នឹងមានថាក្រុមហ៊ុនដែលចូលសារហ៊ុនហ្នឹងប្រហែលជា30ក្រុមហ៊ុនទេហើយក្រុមហ៊ុនដែលលក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងហ្នឹងបរិយាមានសំណាងដូចក្រុមហ៊ុនទី13ណាអញ្ចឹងគឺយើងវាតិចមែនតើណានៅវៀតណាមមុនពេលមានប័ណ្ណក្នុងមួយថ្ងៃចរន្តទីលក់យើងជាង 1000 លាននៅថៃ GDP គេប្រហែលជាជាង500 billion 500,000 លានដុល្លារទំហំសារហ៊ុនគេក៏លបាក់500ដែរមានន័យថានៅថៃទំហំសារហ៊ុនទំហំសេដ្ឋកិច្ចប្រហែលគ្នាអាចបង្ហាញថាគេអត់មានលុយតនេនៅវៀតណាមបច្ចុប្បន្នទំហំសារហ៊ុនគេវាក្បែរថៃចូល500ដែរហើយអាផ្សារហ៊ុនគេក៏ក្បែរដូចគ្នាចឹងមានន័យថាលុយគេសងអត់តនេហ្មងប្លែកតែកម្ពុជាយើងថ្មីទំហំសារហ៊ុនយើងតែ 3000 លានទេសេដ្ឋកិច្ចយើងដែលរបាយការណ៍ថយថ្មដែលខ្ញុំមើលប្រហែលយើងរំពឹងថានឹងបាន56,000 លានអញ្ចឹងមានន័យថាសេដ្ឋកិច្ចយើងក្នុង2026វាអាចឡើងដល់56,000 លានខណៈដែលសល់3,000 លានទេមានន័យថាប្រជាជនយើងសល់លុយច្រើនណាស់អត់ដឹងខ្លួនមនុស្សម្នាក់ឧទាហរណ៍មនុស្សម្នាក់គាត់សល់លុយ$200 $300គាត់អត់ដឹងធ្វើអីម្នាក់$300ហើយចុះ1លានអ្នក$300បើយើងពីគិតទៅយក300ទៅវិនិយោគអីផ្សេងបានដឹងទីឯកា$300ផ្ញើធនាគារក៏វាអ្នកខ្លះដឹងផ្ញើអីតិច$300អាចទិញបើ$3ទិញសោបើទិញនៅក្រុមហ៊ុនម្នាក់ឥឡូវឲ្យទិញ$3អាចទិញបាន1000ភាគហ៊ុនប៉ុន្តែយើងមើលទៅថ្ងៃក្រោយទិញបាន1000ទេព្រោះពេលដែលយើងឡើងពី1000ឡើងទៅយើងទិញលេងបានទេអញ្ចឹងបើចង់ទិញពីឥឡូវអញ្ចឹងនៅពេលដែលប្រជាជនយើងគឺគុំទុកលុយអត្តនេប៉ុន្តែខ្ញុំនិយាយទិញមើលពីកតាទី1មើលម្ចាស់ក្រុមហ៊ុនជានរណាស្គាល់ម្ចាស់អត់បើស្គាល់គាត់អានឹងសំទិញមិនដឹងម្ចាស់នៅណាខ្ញុំអត់ដឹងទេហើយទី2ក្រុមហ៊ុនហ្នឹងទស្សនវិស័យគាត់5ឆ្នាំ10ឆ្នាំ20ឆ្នាំក្រោយគាត់ចង់ធ្វើអីបើសិនជាឃើញទំនងទិញច្រើនទៅហើយបើសិនជាយើងមិនច្បាស់អានឹងសួរគេសួរឯងទៅព្រោះខ្ញុំចង់និយាយថានេះគឺជាការវិនិយោគមានថាចំណេញហើយនឹងខាតវាមិនអាចថារោស៊ីអីកុំឲ្យខាត
ខ្ញុំថាវាអត់មានទេ ខាតមិនមែនដោយសារតែការបោកប្រាស់កន្លែងនេះគឺសំខាន់ ចង់និយាយថាសហនអត់មានការបោកប្រាស់ទេអត់មានទេ កន្លែងចំណុចហ្នឹងហើយដែលចង់ឲ្យអង្គការបណ្ឌិតបង្ហាញទៀតតែពីព្រោះថាបច្ចុប្បន្ននេះនៅលើទីផ្សារបើនិយាយពីបច្ចេកវិទ្យាក៏ជាប្រភពមួយដែលអាចផ្ដល់នៅចំណេះដឹងក៏ប៉ុន្តែក៏អាចនឹងផ្ដល់នៅហានិភ័យដែរបើសិនបើបងប្អូនប្រជាពលរដ្ឋលោកអត់មានចំណេះជំនាញហើយសិក្សាស្វែងយល់និងអភិវឌ្ឍខ្លួនជាប្រចាំអញ្ចឹងហើយនៅក្នុងទម្រង់មួយនេះយើងឃើញថាបងប្អូនប្រជាពលរដ្ឋគាត់មានការបារម្ភអញ្ចឹងបារម្ភនឹងត្រូវប្រុងប្រយ័ត្នតើប្រុងប្រយ័ត្នបែបណាខ្លះដើម្បីឲ្យការចាត់ចែងថវិកាឬក៏លុយដែលគាត់ចង់បានចំណេញពីហ៊ុនពីវិនិយោគពេលមុនឥឡូវយើងទៅពាក្យ crypto មាន trade មួយដូចច្រើនមែនតើចឹងចង់ឲ្យលោកអង្គការបណ្ឌិតបង្ហាញអំពីសញ្ញាណគ្រោះថ្នាក់និងភាពប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋយើងខ្ញុំសូមប្រើពាក្យសម្មាថាបើសិនជាកុំឲ្យចាញ់បោកគេណារឿងដំបូងគឺខ្លួនយើងកុំលោកលួនពេកកុំលោកលួនពេកព្រោះវាគ្មានអ្វីបានមកងាយស្រួលទេទី2បើមិនដឹងសួរគេមកតែខ្លីបើមិនចេះសួរគេមិនដឹងសួរគេទៅចេះរៀនហើយសួរគេទៅកុំឲ្យមានកាយខ្លះគឺវាល្អពេកខ្ញុំនិយាយថាអ្វីល្អពេកហ្នឹងវាមិនពិតទេដែលណាទៅដាក់លុយឲ្យរ៉ូស៊ីចំណេញមួយខែ3ទៅ 5% វាអត់មានទេពីដើមមកមានក្រុមបើថាក្រុមអ្នកបោកមួយចំនួនគាត់យករូបភាពក្នុងនាមជាក្រុមហ៊ុនផ្សារហ៊ុនចាក្រុមហ៊ុនដាក់លុយមកគាត់ទៅក្នុងមួយខែបាន 1% 3% 5% មកខ្ញុំថាវាអាហ្នឹងវាបោកទេវាហើយខ្ញុំដឹងថាម្ចាស់ក្រុមហ៊ុននៅណាមានចក្ខុវិស័យបែបម៉េចដែលវិលត្រឡប់ដូចលោកបានលើកឡើងពីខាងដើមអញ្ចឹងគាត់ទៅតគ្នាហើយដាក់លុយអីគេដាក់លុយមានថាយើងបថុយមែនទេបថុយមានថាវាឃើញមកវាល្អពេកដែរណារ៉ូស៊ីមួយខែដាក់លុយទៅបាន 3 ទៅ 5% វាអត់មានទេបើសិនជាស្រួលអញ្ចឹងគេខ្ចីលុយធនាគារបានហើយមួយឆ្នាំតែ 8% ណាលោកមានអ្វីជាការផ្ដាំផ្ញើឬក៏សារចុងក្រោយនៅក្នុងប្រធានបទនេះសំជិញពីឥឡូវទៅវាវិវត្តហើយសម័យបច្ចុប្បន្នគឺជាសម័យផ្សារហ៊ុននៅសម័យ AI អញ្ចឹងនៅពេលដែលយើងចង់វិនិយោគអ្វីមួយគឺយើងត្រូវសិក្សាប្រភពឲ្យបានច្បាស់លាស់មកតែខ្លីបើមិនច្បាស់កុំធ្វើបើមិនយល់ត្រូវសួរគេបើមិនចេះត្រូវទៅរៀនហើយនៅក្នុងពេលរឿងអញ្ចឹងទៅគឺទាមទារចំណេះដល់វត្ថុខ្ញុំសូមឧទាហរណ៍យ៉ាងខ្លីមួយចុះដោយសារខ្ញុំរ៉ូស៊ីលក្ខណៈបើកចំហអញ្ចឹងលេខទូរស័ព្ទខ្ញុំអ៊ីមែលខ្ញុំ Telegram ខ្ញុំណាក៏ស្គាល់ដែរគាត់យកលុយ$3,000ជាលុយសន្សំគាត់រយៈពេល5ឆ្នាំគាត់ទិញហ៊ុនខ្ញុំគាត់ថាគាត់សុំកប់កំណប់នឹងជាមួយនឹងគឹមហៀងរយៈពេល10ឆ្នាំលុយដែលគាត់សន្សំហ្នឹងគាត់ទិញមកដាក់នៅហ្នឹងគាត់ដាក់នៅគាត់ទុក10ឆ្នាំហ្មងគាត់ថាជាកំណប់ដែលគាត់vớiខ្ញុំចំណេញប៉ុន្មានទុកនឹង10 ឆ្នាំក្រោយចាប់ដកមកវិញពាក្យហ្នឹងធ្វើឲ្យខ្ញុំជាអ្នករ៉ូស៊ីខ្ញុំមានថាវា touch my heart វាធ្វើខ្ញុំរំភើបខ្ញុំថាមានមនុស្សដែលទុកចិត្តដល់ថ្នាក់ហ្នឹងយកលុយសន្សំ$3,000ហើយទិញទុក10ឆ្នាំហ្មងខ្ញុំបើមិនជាលក្ខណៈសាធារណៈប៉ុន្តែជាលក្ខណៈកំណត់ខ្ញុំសង្ឃថាខ្ញុំសញ្ញាគាត់អា$3,000ហ្នឹង10ឆ្នាំក្រោយខ្ញុំឲ្យគាត់ប្រមាណខ្ញុំញ៉ាគាត់ឲ្យច្រើនដងហ្មងបើឆន្ទៈណាប៉ុន្តែយើងមិនអាចធ្វើចឹងបានកុំឲ្យវាខុសនីតិវិធីប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំមិនឲ្យមនុស្សដែលទុកចិត្តខ្ញុំដល់ឋានៈហ្នឹងខូចចិត្តបានទេលោកគឹមហៀងអព្យាស្រ័យនេះជាសំណួរមួយដែលប្រហាត់មហាជននៅពេលដែលគាត់ស្ដាប់ហើយគាត់គិតថាឮតែលោកគឹមហៀងនិយាយមកគឺជាផលវិជ្ជមានច្រើនជាងអវិជ្ជមានមែនតើលោកគឹមហៀងនិយាយដូចគេហៅពីមុនគេតែនិយាយថាភាសាអ្នកជោគជ័យចាគ្រូជោគជ័យចឹងលោកគឹមហៀងកន្លែងចំណុចនេះជាការពារនៃតម្លៃកិត្តិយសអ្នកដែលប្រឹងប្រែងពិតប្រាកដអ្នកដែលរកស៊ីដែលគាត់អាចចែករំលែកនៅផលចំណេញដល់ជាតិពិតប្រាកដដល់ប្រជាប្រដ្ឋពិតប្រាកដលោកមានអីជាការសារបន្តិចទៀតចុងក្រោយថាគេតែងតែវាតម្លៃថាលោកគឹមហៀងគ្រូជោគជ័យឯងបងនិយាយហ្នឹងគឺជោគជ័យហើយរ៉ៃវត្ថុវាជាការយល់ច្រឡំមួយខ្ញុំបាទគឹមហៀងមិនមែនជាគ្រូជោគជ័យទេគឺជាអ្នករ៉ូស៊ីពិតប្រាកដបើនិយាយពីប្រវត្តិចាស់យើងមិនចង់វែងឆ្ងាយគឺខ្ញុំរៀនមិនដែលម្លងទេខ្ញុំរៀនចប់បាក់ឌុបបរិញ្ញាបត្រអនុបណ្ឌិតចូលថ្នាក់បណ្ឌិតមានសារណាគឺរៀនមក complete អត់មានធ្វើម្លងមានគ្រឹះមួយហើយហើយការរ៉ូស៊ីហ្នឹងគឺរ៉ូស៊ីតាំងពីយកបន្ទប់រៀនខ្លួនឯងនៅសាលាជិះក្រុងធ្វើបន្ទប់តាំងពី1រៀល$10ឡើងដល់100 1000 1លានឥឡូវក្រុមហ៊ុន100លានគឺយើងធ្វើតាមឋានានុក្រមទាំងអស់មិនដាច់ចែកដល់ទេលើមេឃទេហើយមកជីវិតគឹមហៀងអត់ដែលរ៉ូស៊ីរបស់ខុសច្បាប់ទេហើយក៏មិនធ្វើរឿងអ្វីដែលមិនឃើញព្រះអាទិត្យដែរអញ្ចឹងនេះគឺមនុស្សពិតរ៉ូស៊ីពិតបើកចំហពិតហើយជារបស់ខ្លួនឯង
អ្វីដែលខ្ញុំបង្កើតមករស់ស៊ីបានគឺជាស្នាដៃលទ្ធផលដែលខ្ញុំចំណាយពេលរាប់សិបឆ្នាំបង្កើតឡើង ស្មោះត្រង់ចំពោះជាតិស្មោះត្រង់ចំពោះរដ្ឋស្មោះត្រង់ចំពោះប្រជាជន ស្មោះត្រង់ចំពោះឧត្តមគតិខ្លួនឯងដែលកើតមកជាប្រជាជនកម្ពុជា ចា ខ្ញុំមួយម៉ាត់យ៉ាងខ្លីមិនរកស៊ីមុខរបរខុសច្បាប់ទេហើយអញ្ចឹងបងប្អូនដែលគ្រប់គ្រងក៏ដឹងថាមនុស្សពិតអញ្ចឹងបានគាត់គ្រប់គ្រងខ្ញុំច្រើនហើយខ្ញុំនឹងមិនធ្វើឲ្យអ្នកដែលគ្រប់គ្រងខ្ញុំអ្នកដែលវិនិយោគខ្ញុំនឹងខកបំណងទេគឺយើងនឹងដើរជាមួយគ្នាវាអាចរយៈពេលពីឆ្នាំ2026ដល់56ដែលជាផែនការ10ឆ្នាំវានឹងមានពេលវេលាលំបាកតិចលំបាកច្រើនលំបាកផុតនឹងកាត់ឡើងប៉ុន្តែជាឆន្ទៈយើងអត់ចោលគ្នាទេពូយើងខ្ញុំចង់បង្កើតក្រុមហ៊ុនបរិសំណាងហ្នឹងជាក្រុមហ៊ុនដែលមានតម្លៃរាប់តកូនតចៅ កូនតចៅខ្ញុំបានសិក្សាគេច្រើនណាខ្ញុំបានសិក្សារបស់ទេច្រើនអញ្ចឹងគឺទូរស័ព្ទវិស័យខ្ញុំគឺ30ឆ្នាំហ្នឹងខ្ញុំធ្វើរឿងអស្ចារ្យហ្មង ចាអរគុណមែនតើអង្គបណ្ឌិតគឹមហៀងសម្រាប់ការជជែកនៅសំណួរខ្លះក៏រៀងសេរីបន្តិចដែរជាសំណួរដែលត្រូវបើកចំហពីព្រោះអីរឿងលុយកាក់យើងត្រូវបើកទាំងអស់គ្នាថាតើហេតុអីបានជាចង់ឲ្យបងប្អូនប្រជាពលរដ្ឋដែលជាសាធារណជនមានធនធានមានលុយព្រោះអីយើងបានសិក្សាគំរូនៅខាងក្រៅប្រទេសប្រហែលជាពុកម៉ែបងប្អូនអ្នកគាត់តាមដានអ្នករៀនសូត្រផ្នែកហិរញ្ញវត្ថុគាត់នឹងចាប់ផ្ដើមសិក្សាស្វែងយល់បន្ថែមហើយជាទូទៅសំណុំពរដដែលបងប្អូនមុននឹងសម្រេចចិត្តយើងអត់បខំទេគ្រាន់ថាបើសិនជាបងប្អូនមិនទាន់មានចំណេះទៅរៀនបើមិនចេះត្រូវសួរហើយរកប្រភពនេះហើយគឺជាកលឹះដែលបងប្អូនអាចធ្វើមុនពេលដែលសម្រេចចិត្តយកលុយទៅផ្ញើនៅក្រុមហ៊ុនណាមួយអានេះផ្ញើវាសនាជាមួយគ្នាផ្ញើដើម្បីរកផលចំណេញជាមួយគ្នាអញ្ចឹងនៅពេលដែលបងប្អូនមានទាំងអស់នឹងជាគ្រឹះហើយបងប្អូនសម្រេចចិត្តនេះក៏ជាមូលហេតុមួយដែលមានបញ្ហាអីមួយយើងអស់ចិត្តថាអូយើងបានសិក្សាអស់ហើយអញ្ចឹងធ្វើមិនមានបញ្ហាយើងមិនអាចថាវិនិយោគដឹងតែ 100% ចំណេញទេតែយ៉ាងហោចណាស់យើងដឹងថាចំណេញខាតវាត្រឹមត្រូវតាមនីតិវិធីស្របតាមច្បាប់ឬក៏យ៉ាងណាទស្សនិកជនសូមអរគុណសម្រាប់តាមដានទស្សនានាងខ្ញុំសូដាវ៉ាន់និងអង្គញាបណ្ឌិតគឹមហៀងសូមអរគុណសូមគោរពលាបាទ